បិទគោរពជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ demo ពីការបង្កើត directory structure នៅលើ Ubuntu Linux អញ្ចឹងមុននឹងខ្ញុំបង្កើតយើងទៅមើលសមត្ថកម្មទាំងអស់គ្នាសិនថាយើងទៅធ្វើអីនេះគឺជាសមត្ថកម្មដែលលោកគ្រូបោះឲ្យយើងត្រូវបង្កើត folder main folder main directory ហ្នឹងឈ្មោះថា ctic ហើយនៅក្នុង directory ហ្នឹងមាន directory subdirectory student នៅ teacher នៅក្នុង teacher មាន subdirectory student ហើយនៅក្នុង student ហ្នឹងមាន3 subdirectory ផ្សេងគ្នាគឺជា subject C C# ហើយនិង C++ ហើយ3 subject ហ្នឹងគឺមាន folder ឈ្មោះដូចគ្នាមួយឈ្មោះថា score ហើយនៅក្នុង score ហ្នឹងយើងត្រូវ write file 4 record ដូចគ្នាទៀតដែលមាន50 60 70 80អញ្ចឹងអីដែលខ្ញុំបាន prepare ហ្នឹងខ្ញុំមាន script CLI script 4 line run ក្នុងពេលតែមួយដើម្បីទៅបង្កើត folder structure ដូចសមត្ថកម្មអីដែលយើងទទួលបានហ្នឹងអញ្ចឹងនៅក្នុងហ្នឹងខ្ញុំទៅសេថាម៉េចខ្ញុំទៅសេដោយប្រើ command មួយឈ្មោះថា mkdir ឬមួយក៏មកពីពាក្យពេញថា make directory ហ្នឹងដក option p ហើយខ្ញុំបង្កើតបាន sc31 ដែលជា main directory ហើយនៅក្នុង main directory ហ្នឹងយើងមាន subdirectory ctic នៅក្នុង ctic យើងមាន student directory ហើយនៅ teacher directory ហើយនៅក្នុង teacher directory យើងមាន student ដូចគ្នានឹងដែរយើងនៅក្នុង student ហ្នឹងយើងមាន3 directory ផ្សេងទៀតដែលជា subject C C# C++ ហើយនៅក្នុង3 subject ផ្សេងគ្នាហ្នឹងយើងមាន folder រួមមួយឈ្មោះថា score បានន័យថា subject C ក៏មាន score subject C# ក៏មាន score subject C++ ក៏មាន score បន្ទាប់មកទៀតខ្ញុំធ្វើការ write file ដោយប្រើ command touch ចូលទៅក្នុង folder ដែលយើងបានបង្កើតហ្នឹងនៅតាម subject នីមួយៗដែលមាន folder រួមឈ្មោះថា score ដូចគ្នាហ្នឹងយើងបង្កើតជា file 50.s 60.s 70.s 80.s យើង write file ចូលទៅក្នុង subject នីមួយៗហ្នឹងគឺដូចគ្នាណាកន្លែងនេះអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើការ run command line ហ្នឹងតេស្តទាំងអស់គ្នាតើវាដំណើរការអត់អញ្ចឹងមុននឹងខ្ញុំធ្វើការ copy comment CLI ទាំងអស់ហ្នឹងទៅ run CLI script ទាំងអស់ហ្នឹងទៅ run ខ្ញុំទៅ check មើលសិនកាឡូនៅក្នុង Ubuntu server របស់ខ្ញុំវាមាន main folder main directory ឈ្មោះ sc30 ហ្នឹងវាជាន់គ្នាអញ្ចឹងពេលដែលយើងបង្កើតទៅក៏វាអាចមានបញ្ហាទៅតាមហ្នឹងដែរអញ្ចឹងឯដែលខ្ញុំត្រូវ check ខ្ញុំបង្កើត ll អូខេបើខ្ញុំ ll អញ្ចឹងវាចេញមកទាំងអស់វាចេញមកទាំង high directory ទៀត directory ដែលគេ high គឺចេញមកទាំងអស់អញ្ចឹង insert យើង ls វាមកអូខេអញ្ចឹងឃើញថាខ្ញុំមាន directory មួយឈ្មោះ sv30 ដែរប៉ុន្តែវាខុសគ្នានៅត្រង់ថានៅក្នុង Ubuntu របស់ខ្ញុំ sv30 ខ្ញុំគឺអក្សរទូចហើយអីដែល script CLI ខ្ញុំត្រូវ write ចេញថ្មីមកវាអក្សរធំអញ្ចឹងវាពេលដែលយើងយកអានេះទៅ run ទៅវាអត់មានបញ្ហាអីទេដោយសារ Linux វាចាត់ទុកថាបើសិនជាអក្សរ2នឹងអាមួយទូចអាមួយធំវាចាត់ទុកថាជាពីរ file ឬមួយក៏ពីរ folder ផ្សេងគ្នាទោះបីជា value វាដូចគ្នាក៏វាចាត់ទុកជាពីរផ្សេងគ្នាដែរអូខេអញ្ចឹងពេលដែលយើងបង្កើតទៅគឺវាអត់មានបញ្ហាអីទេ clear screen មួយអូខេខ្ញុំយក script របស់ខ្ញុំយកទៅ run អូខេផាសខ្ញុំផាស RAM ស្រួលដែរ Ctrl C Ctrl V ធម្មតាដោយសារខ្ញុំប្រើ default CMD របស់ Windows អូខេអញ្ចឹងវាស្រួលដែរខ្ញុំធ្វើការ run អូខេឃើញថាការ run របស់ខ្ញុំវាសុខសប្បាយវាអត់មាន error អីមកអញ្ចឹងបែរជាវាកើតហើយដើម្បីយើង identify ថាវាកើតមែនយើង ls មើលអូខេ sorry អញ្ចឹងខ្ញុំ ls មកនេះខ្ញុំបង្កើតបាន directory ថ្មីមួយឈ្មោះ sv30 អក្សរធំដូចអីដែលយើងបានចងនៅក្នុង script របស់យើងដែរអញ្ចឹងដើម្បីបញ្ជាក់ថាវាដូចទៅតាមសមត្ថកម្មអីដែលគ្រូផ្ដល់ឲ្យអត់យើងអាចទ្រីទៅលើ sv30 ការទ្រីរបស់យើងបើសិនជាយើងទ្រី sv30 អក្សរទូចនេះក៏ខុសដែរវានឹងចេញអីផ្សេងអញ្ចឹងដើម្បី correct ឡើងហ្នឹងយើងត្រូវសរសេរអក្សរធំជាងអូខេដូចជាខ្ញុំ enter មកអូខេនៅក្នុងហ្នឹងយើងមាន10 directory ហើយ12 file
វាដូចគ្នាទៅនឹងនេះសមត្ថកម្មដែលលោកគ្រូឲ្យដែរប៉ុន្តែឡើយនេះដាច់10 directories ហើយ12 file អញ្ចឹងវាដាច់ឡើងនឹងបន្តិចប៉ុន្តែវាដូចជាអត់មានបញ្ហាអីទេដោយសារខ្ញុំរ៉ានមកគឺវាត្រឹមត្រូវហើយវាអត់មានបញ្ហាទេវាសុខសប្បាយអញ្ចឹងនៅក្នុង main directory SV30 របស់ខ្ញុំមាន subdirectory ឈ្មោះ CTIC នៅក្នុង CTIC មាន subdirectory ឈ្មោះ teacher ហើយនៅក្នុង teacher ហ្នឹងមាន student ហើយជាមួយគ្នានឹងដែរនៅក្នុង student ខ្ញុំមាន3 subdirectory ផ្សេងទៀតដែលជា subject របស់យើងហ្នឹងមាន C C# C++ ហើយនៅក្នុង subject នីមួយៗមាន directory ឈ្មោះថា score ហើយនៅក្នុង score ហ្នឹងមាន4 file 4 record file ដែលជាប្រភេទ file ដែលយើងប្រើ command tag ហ្នឹងដើម្បី write file ចូលទៅក្នុង directory score ហ្នឹងអញ្ចឹងមិនថា subject ណាទេគឺមាន directory score ហើយ4 file 4 record ដូចគ្នាដូចអីដែលសមត្ថកម្មដែលលោកគ្រូផ្ដល់ឲ្យចឹងនេះគឺជាសមត្ថកម្មដែលលោកគ្រូផ្ដល់ឲ្យអញ្ចឹងឃើញថាការធ្វើការ run របស់ខ្ញុំគឺវាជោគជ័យហើយដោយ run តែមួយ comment ទេអត់អាច run កន្លះ comment បានទេចឹងវីដេអូដូចជាមានប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលា